ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការស្រាយរឿងថ្មីមួយទៀតដែលមានចំណងជើងថាឃាតករដែលខ្លាំងជាងវីរៈបុរសដែលរឿងនេះគឺនិយាយអំពីសិស្សមួយក្រុមដែលត្រូវបានស្ដេចនៃនគរមួយនឹងបានជប់ពួកគេមកកាន់ពិភពវេទមន្តដើម្បីវាយជាមួយស្ដេចបិសាចតែក៏មានរឿងល្អកកនៅពីក្រោយផងដែររីឯតួប្រុសវិញក៏មានធម៌ពលពិសេសជាងអ្នកដទៃទៀតតែជំនាញគេគឺជាឃាតករចឹងកុំឲ្យវែងឆ្ងាយច្រើនយើងទៅមើលសាច់រឿងទាំងអស់គ្នាដែលបើក្បាលដំបូងគឺមានឃាតករម្នាក់កំពុងលបចូលវាំងហើយក៏បានមកជួបនឹងតួឯកប្រុសឃាតករបានហៅគេថាជាឃាតករសម្លាប់គ្មានសម្លេងដែលពីរអ្នកគេហ្នឹងក៏ដើរសម្លាប់មនុស្សតែមួយចឹងពួកគេក៏បានប្រយុទ្ធគ្នាដើររបស់គេប៉ះគ្នាផុងផាងរហូតដើររបស់ឃាតករនោះត្រូវតួប្រុសយើងក្បត់ឡើងទៅលើហើយគេក៏បានបញ្ចេញអាវុធសម្ងាត់មកតែមិនអាចធ្វើអ្វីតួប្រុសយើងបានឡើយចុងក្រោយតួប្រុសយើងក៏បានចាក់ដៃនិងវាយបំបាក់ជើងរបស់ឃាតករនោះហើយដើរដែលហោះទៅលើនោះក៏បានធ្លាក់មកចាក់ឃាតករនោះតែម្ដងទៅក្រោយមកតួប្រុសនឹងក៏បានមកឈរចិត្តបរិសម្នាក់កំពុងដេកហើយក៏ដកដាវបំរុងចាក់សម្លាប់តែរូបភាពក៏បានកាត់មកពិភពដែលតួប្រុសយើងនឹងរស់នៅដែលនៅក្នុងសាលាមួយនោះសិស្សទាំងអស់កំពុងតែហូបបាយហើយប្រុសស្អាតហ្នឹងក៏ត្រូវបានសិស្សស្រីញ៉ាយអញ្ចឹងទៅសម្រាប់តួប្រុសយើងវិញកំពុងអានរឿងទាក់ទងនឹងការឆ្លងភពហើយមួយទៀតក៏បានមកនិយាយដែលគេធ្លាប់មើលរឿងហ្នឹងដែរចំណែកតួឯកប្រុសយើងហ្នឹងគឺមានឈ្មោះថា Akira Oda តួផ្សេងទៀតយើងមិនបាច់តន់ចាប់អារម្មណ៍ឈ្មោះគេទេព្រោះជាតួបន្តបន្សំប៉ុណ្ណោះហើយឆាជីវិតរបស់ Akira ហ្នឹងគឺមិនដែលមានអ្នកណាមកនិយាយជាមួយគេនោះទេដូចជាគេហ្នឹងមនុស្សបំបានកាយអញ្ចឹងពេលនោះក៏មានអីខ្មៅហ្នឹងចេញមកហើយក៏នាំពួកគេទៅកាន់ពិភពផ្សេងហើយតាចាស់មួយក៏បានចេញមកដោយថាស្ដេចនឹងមកថ្លែងសន្ទរកថាអញ្ចឹងសូមផ្ទៀងផ្ទាត់ស្ដាប់ដោយយកចិត្តទុកដាក់ហើយស្ដេចនឹងក៏បានចេញមកស្វាគមន៍សិស្សទាំងអស់ដែលពួកគេនឹងត្រូវបានជប់មកកាន់ Morrigan ហើយពួកគេកំពុងតែឈរនៅប្រទេស Retis ដែលជាទ្វីបរបស់មនុស្សតែប្រទេសរបស់គេនឹងត្រូវបានវាយប្រហារដោយបិសាចហើយអ្នកវាយឈ្នះស្ដេចបិសាចគឺមានតែវីរៈបុរសពិភពផ្សេងតែប៉ុណ្ណោះដែលក្នុងចំណោមពួកគេនឹងមានម្នាក់ជាវីរៈបុរសអញ្ចឹងតានោះក៏បានឲ្យសិស្សទាំងនោះដាក់ដៃទៅលើ Crystal មួយនិងនិយាយពាក្យថា status ហើយតារាងទិន្នន័យរបស់ពួកគេនឹងបង្ហាញឡើងដែលមួយដំបូងគេនេះគឺជាអ្នកវិទ្យាសាស្ត្រហើយតារាងកប៉ិកកប៉ុរបស់គេហ្នឹងគឺខ្លាំងជាងមនុស្សដែលនៅក្នុងពិភពនេះទៅទៀតហើយអ្នកផ្សេងហ្នឹងក៏មកប៉ះគ្រីស្តាល់បន្តចឹងទៅមានអ្នកខ្លះជាអ្នកដោះវេទមន្តអាគមអ្នកខ្លះជាសេនាក្លាហាននិងអ្នកព្យាបាលអីចឹងទៅចំណែកអ្នកដែលមិនបានប៉ះគ្រីស្តាល់ហ្នឹងក៏អាចមើលតារាងរបស់ខ្លួនឯងបានដែរដែលគ្រាន់តែស្រែក status ឲ្យខ្លាំងទៅអញ្ចឹងអាគីរ៉ាហ្នឹងក៏បានឆែកមើលដែលគេនេះមានមុខងារជាឃាតករតែគេចាប់អារម្មណ៍ថាទិន្នន័យរបស់គេហ្នឹងខ្ពស់ជាងអ្នកដទៃដាច់មិនថាកម្រិតឈាមឬក៏ម៉ាណានោះទេហើយ skill របស់ Akira ហ្នឹងក៏ច្រើនផងដែរថែមទាំងមាន skill ខ្ពស់ផុត level ទៀតអញ្ចឹងម្នាក់ទៀតហ្នឹងក៏បានទៅប៉ះ Crystal ហ្នឹងដែលគេមានឈ្មោះថា Tsukasa Sato ហើយមុខងារគេហ្នឹងគឺជាវីរៈបុរសតែតារាងរបស់គេហ្នឹងគឺនៅអន់ជាង Akira ឆ្ងាយណាស់ហើយដោយសារតែតារាងដែលខ្លាំងជាងវីរៈបុរសបែបនេះ Akira មិនអាចឲ្យស្ដេចឬអ្នកផ្សេងហ្នឹងដឹងបាននោះទេព្រោះគេមិនដឹងថាស្ដេចបិសាចនោះគឺមានឬអត់ហើយដែលមិនទុកចិត្តអញ្ចឹងគេក៏ប្រើ skill បំបាំងកាយដែលផុត level នោះធ្វើឲ្យអ្នកផ្សេងហ្នឹងមិនអាចដឹងពីវត្តមានរបស់គេនោះទេហើយតាចាស់នោះក៏បានឲ្យពួកគេទៅសម្រាកពេលដើរទៅអាគីរ៉ាហ្នឹងក៏បានឃើញកាមេរ៉ាដែលគេតាមដានសកម្មភាពរបស់ពួកគេហើយក៏មានសេនាម្នាក់ដែលមើលទៅគេហាក់ដូចជាមើលធ្លុះពី skill បំបាំងកាយរបស់អាគីរ៉ាផងដែរជប់ឡើងអាគីរ៉ាក៏ប្រោកអាវហើយក៏ចេញមកស៊ើបរកព័ត៌មានដែលកម្លាំងកាយសម្បទាគេពេលនេះខ្លាំងខុសពីធម្មតាលោតឡើងលើដំបូលយ៉ាងស្រួលចឹងគេក៏បានចូលមកបន្ទប់សិភៅរបស់ស្ដេចដែលកំពុងនិយាយជាមួយបណ្នាងនេះដែលគេកំពុងរៀបផែនការអ្វីមួយយ៉ាងទាក់ទងនឹងសិស្សដែលគេជប់មកហ្នឹងហើយស្ដេចក៏ប្រាប់បណ្នាងហ្នឹងរារាំងធ្វើម៉េចកុំឲ្យសិស្សទាំងនោះមកគៀកបន្ទប់នេះអាគីរ៉ាក៏បំបាំងកាយមកឈរពីក្រោយស្ដេចហ្នឹងដែលគិតថាស្ដេចហ្នឹងមានគោលបំណងអាក្រក់ទៅលើសិស្សទាំងអស់នោះហើយពេលនេះគេអាចសម្លាប់ស្ដេចហ្នឹងបានយ៉ាងងាយតែគេមិនធ្វើនោះទេចឹងគេក៏ចាក់ចេញទៅក្រោយមកនៅកន្លែងហូបបាយអាគីរ៉ាដែលកំពុងបំបាំងកាយនេះក៏ចង់ផ្ដល់ដំណឹងហ្នឹងទៅឲ្យមិត្តរួមថ្នាក់របស់គេឲ្យបានដឹងតែសាតូក៏បានងើបឡើងដែលគេចង់ឲ្យអ្នកទាំងអស់គ្នានេះជួយគេក្នុងការការពារពិភពនេះពីបិសាចទាំងនោះពួកហ្នឹងក៏យល់ព្រមអាគីរ៉ាឃើញថាពួកគេនឹងចាត់ទុកស្ដេចនៅខាងខ្លួនទៅហើយអញ្ចឹងអាគីរ៉ាក៏មិនប្រាប់វិញក្រោយមកពួកគេក៏ចេញទៅវឹកហាត់ជាមួយនឹងមេតបសេនាដែលមានឈ្មោះថា Seran Mitsrei ហើយចំណិតរបស់គេនេះមានឈ្មោះថា Gilles ដែលពីរអ្នកគេនឹងគឺជាគ្រូបង្ហាត់សិស្សទាំងអស់ហ្នឹងតែ Seran ក៏ចាប់អារម្មណ៍ទៅលើអាគីរ៉ាអញ្ចឹងគេក៏ទុកតួនាទីបង្ហាត់អ្នកផ្សេងហ្នឹងឲ្យ Gilles ហើយគេក៏ដើរមកនិយាយជាមួយអាគីរ៉ាមានការភ្ញាក់ផ្អើលគឺថា skill របស់គេនឹងប្រហែលជាមាននាទីកំណត់តែការពិតគឺសេរ៉ានឹងមានផ្នែកពិសេសដែលអាចមើលឃើញពិសេសតណ្ហាភាពដែលប្រែប្រួលចឹងដល់ជា100អាគីរ៉ាក៏ត្រៀមខ្លួនក្នុងការតបតតែសេរ៉ាថាគេនឹងជួយលាក់កម្បាំងនេះពីស្ដេចនិងបណ្នាងចឹងពីអ្នកគេក៏បានមកនិយាយគ្នាដែលអាគីរ៉ានឹងចង់ចូលក្នុងបន្ទប់ឯកសារនឹងម្ដងទៀតដើម្បីស្វែងយល់ពីពិភពនេះរួមទាំងវេទមន្តផងដែរណាមួយ skill ដែលផុតល្វែងហ្នឹងគឺមានតែ skill បំបាំងកាយតែប៉ុណ្ណោះចឹងគេក៏ចង់ដឹងពីវិធីដំឡើង skill ផ្សេងផងដែរសេរ៉ាក៏ស្ម័គ្រចិត្តមករៀននិងប្រាប់ថាឯកសារក្នុងបន្ទប់នោះគឺគ្មានប្រយោជន៍អ្វីនោះទេតែអាគីរ៉ានៅតែចង់ទៅក្រែងគេអាចដឹងពីវិធីត្រឡប់ទៅពិភពរបស់គេវិញព្រោះគ្រួសារគេកំពុងរងចាំចឹងសេរ៉ានក៏ប្រើឲ្យគេខំវឹកហាត់ឲ្យខ្លាំងសិនព្រោះបើងាប់បាត់មុនទៅផ្ទះវិញវានឹងអត់ប្រយោជន៍ហើយគេនឹងបង្ហាត់ឲ្យអាគីរ៉ានេះខ្លាចជាឃាតករកម្រិត1ដែលលក្ខខណ្ឌនោះគឺគ្រាន់តែប្រាប់សេរ៉ានពីពិភពរបស់អាគីរ៉ាទៅបានហើយ
ចឹងសេរ៉ានក៏បង្ហាញផែនទីដែលពិភពនេះមិនមែនមានតែមនុស្សនិងបិសាចនោះទេមានទាំង elf និង beastmen ផងដែរដែលគេរស់នៅក្នុងទ្វីបផ្សេងៗគ្នាចឹងអាគីរ៉ានិងអ្នកផ្សេងហ្នឹងក៏មកវឹកហាត់ដោយសេរ៉ានហ្នឹងផ្ដោតទៅលើតែអាគីរ៉ាប៉ុណ្ណោះដោយ skill អាគីរ៉ា Polawan នោះនៅពិភពនេះគឺមានតែវីរៈបុរសដំបូងប៉ុណ្ណោះដែលអាចធ្វើបាននៅពេលដែល Shield និង Serang កំពុងជជែកគ្នាហ្នឹងអាគីរ៉ាក៏បានមកដល់ហើយគេក៏បានរកឃើញសភៅមួយដែលនិយាយពីការបះបោរហើយអ្នកសរសេរនោះគឺជា Serang នឹងឯងដែលគេបន្លំដាក់ក្របសភៅជាសភៅមហូបហើយលាក់ក្នុងបន្ទប់ហ្នឹងចំណែកការបះបោរនេះគឺមកពីស្ដេចនឹងចង់កែប្រែច្បាប់នៃពិភពលោកទោះបីជាត្រូវពលីអ្វីៗក៏ដោយហើយសេនាដូចជាគេនឹងមិនអាចបះបោរនឹងងាយនោះទេព្រោះអីគេចង់ទម្លាក់ស្ដេចពីអំណាចនោះដោយសន្តិវិធីអាគីរ៉ាថាគេអាចសម្លាប់ស្ដេចនោះបានដោយគ្មានការវឹកវរនោះទេម្យ៉ាងទៀតលើកមុនគេបំបាំងកាយនៅក្រោយស្ដេចនោះក៏វាងាយស្រួលផងដែរគ្រាន់តែគេមិនចង់សម្លាប់តែប៉ុណ្ណោះសេរ៉ានក៏មិនមកខំឲ្យអាគីរ៉ាខ្លាចជាឃាតករសម្លាប់គេនោះដែរគ្រាន់តែជួយគេក្នុងវិធីដែលមានសន្តិភាពទៅបានហើយសេរ៉ានទុកចិត្តអាគីរ៉ាបែបនេះព្រោះដំបូងឡើយអាគីរ៉ាមិនជឿជាក់លើគេទាំងស្រុងនោះទេនឹងបានរកវិធីដើម្បីការពារខ្លួនឯងនិងស្វែងយល់ពីពិភពនេះជាមុនសិនស្អែកឡើងពួកគេទាំងអស់ហ្នឹងក៏ចូលទៅក្នុង labyrinth ឬយើងហៅថាសួនវែងដែលមានបិសាចជាច្រើននៅក្នុងនោះរួមទាំងកលឹះយន្តផងដែរនៅពេលដែលពួកគេដើរតាមផ្លូវហ្នឹងក៏មានមនុស្សស្រីម្នាក់សម្លឹងមើលពួកគេអាគីរ៉ាក៏លបទៅសួរអញ្ចឹងនាងក៏សួរបកទៅវិញថាមានដឹងការជប់វីរៈបុរសហ្នឹងត្រូវលះបង់អ្វីខ្លះអត់តែអាគីរ៉ាមិនដឹងនោះទេអញ្ចឹងនាងក៏បានចាក់ចែងឲ្យពីអ្នកគេហ្នឹងអាចជួបគ្នាវិញនៅថ្ងៃណាមួយឬក៏នៅពេលដែលអាគីរ៉ាដឹងពីចម្លើយដែលនាងសួរនេះនៅក្នុង labyrinth ហ្នឹងគេក៏បានវាយជាមួយបិសាចហើយមួយនេះក៏បានច្រត់ចំកលឹះយន្តហើយបិសាចផ្សេងទៀតក៏ចេញមកទៀតឆ្ងល់កន្លែងនេះមួយសក់វែងហ្នឹងកាត់មិនចេញអាគីរ៉ាអ្នកកាត់វិញជាងយើងមិនឆ្ងល់ច្រើនចូលសាច់រឿងតទៀតសេរ៉ាហ្នឹងក៏បានប្រើ skill របស់គេកាប់បិសាចនោះងាប់អស់តែពេលដកថយមកវិញគេក៏បានបញ្ចូលនឹងបិសាចបន្តទៀតអញ្ចឹងសាតូក៏បានគប់បាល់អីដែលbàនាងនឹងឲ្យហ្នឹងដែលនាងប្រាប់ថាវាអាចបដិញបិសាចបានអញ្ចឹងគេក៏បានគប់ទៅតែក៏ចេញបិសាចគោមកវិញអាគីរ៉ាក៏បានបញ្ចាក់កបិសាចនោះតែដាវរបស់គេក៏បានបែកសាតូក៏ប្រឹងរើសដាវគេឡើងមកវិញដែលសភាពដៃគេហ្នឹងដូចជាបាក់ហើយអញ្ចឹងអាគីរ៉ាក៏ប្រាប់ថាកុំឲ្យគេខំខ្លាំងពេកតែសាតូគេថាគេមាននីតិការពារមិត្តរួមថ្នាក់អញ្ចឹងអាគីរ៉ាក៏សួរចុះណាការពារសាតូហើយអ្នកផ្សេងហ្នឹងគេអាចការពារខ្លួនគេបានតើក្រែងខំវឹកហាត់ហ្នឹងដើម្បីអញ្ចឹងដល់ឃើញសភាពសាតូចម្លែកអាគីរ៉ាក៏ហាមអ្នកស្រីចិត្តដល់វេទមន្តហ្នឹងឲ្យប្រើមកលើសាតូអញ្ចឹងនាងក៏បានប្រើទៅឃើញថាសាតូហ្នឹងគឺត្រូវបណ្ដាសារបស់គេពិតមែនអញ្ចឹងអាគីរ៉ាហ្នឹងក៏រត់មករកសេរ៉ានហើយប្រាប់ថាគេចង់ប្រើវាប្រើអីអញ្ចឹងសេរ៉ានក៏ប្រើ skill របស់គេនឹងបានបញ្ចេញរន្ទះឆោបបិសាចនោះហើយអាគីរ៉ាហ្នឹងក៏លោមកពីក្រោយនឹងប្រើ skill វេទមន្តសមោលគេក៏បញ្ជាសមោលនោះឲ្យទៅចាប់បិសាចគោហ្នឹងហើយក៏ចាប់ទាញវាចុះក្រោមហើយក៏បដាច់ក្បាលវាទៅពេលនោះវេទមន្តសមោលរបស់អាគីរ៉ាហ្នឹងក៏ចេញមកវិញដែលគេមិនអាចគ្រប់គ្រងបាននោះទេអញ្ចឹងសេរ៉ានហ្នឹងក៏មកពីក្រោយអាគីរ៉ានឹងប្រាប់ថាតោះហូបយាយមែនទេប្រាប់អាគីរ៉ាធ្វើអារម្មណ៍ឲ្យស្ងប់អញ្ចឹង skill គេនឹងស្ដាប់តាមបញ្ជាវិញពេលចេញមកវិញសេរ៉ានប្រាប់ថាវេទមន្តដែលអាគីរ៉ាប្រើនោះគឺខ្លាំងតែដោយសារអាគីរ៉ាមិនទាន់អាចគ្រប់គ្រងបានល្អអញ្ចឹងសេរ៉ាននឹងក៏ប្រើឲ្យគេប្រើវាដោយប្រុងប្រយ័ត្នពេលនោះដែរសេរ៉ានក៏បានយកដាវខាតាណាឲ្យតែអាគីរ៉ាដែលដាវនេះគឺធ្វើដោយវីរៈបុរសដំបូងគេបង្អស់ហើយដាវនេះគឺមិនអាចឲ្យស្ដេចឃើញនោះទេអញ្ចឹងទើបសេរ៉ាននឹងមិនឲ្យទៅវីរៈបុរសបច្ចុប្បន្នហ្នឹងណាមួយគេមានដាវដែលខ្លាំងរួចទៅហើយ Holy Sword ហ្នឹងហើយដាវដែលគេឲ្យអាគីរ៉ាហ្នឹងគឺមានឈ្មោះថា Yato no Kami ចំណែកបណ្ដាសានៅលើខ្លួនសាតូនោះវិញគឺវាខ្លាំងពេកអញ្ចឹងម្នាក់ស្រីនោះមិនអាចដោះបានទេដែលបណ្ដាសានោះគឺនៅក្នុងគ្រីស្តាល់ដែលbàនាងកំពុងតែដាក់នេះឯងអញ្ចឹងអាគីរ៉ាហ្នឹងក៏មកកាប់គ្រីស្តាល់ដាក់ជាពីរហើយគេក៏សួរថាមូលហេតុអីបានជាbàនាងនឹងធ្វើបែបនេះតែនាងគ្រាន់តែប្រាប់ថាគ្រប់យ៉ាងគឺដើម្បីស្ដេចដោយសួរទៅនាងធ្វើភ្លើអញ្ចឹងអាគីរ៉ាក៏លោតចេញមកវិញតាមបង្អួចភ្លាមនោះbàនាងនឹងក៏បានទៅបើកបំណនទូមួយហើយក៏ចេញគ្រីស្តាល់ជាច្រើននឹងបានដាក់បណ្ដាសាទៅលើមិត្តរួមថ្នាក់របស់អាគីរ៉ាក៏មកប្រាប់រឿងនេះទៅឲ្យសេរ៉ានចឹងសេរ៉ានក៏ប្រាប់អាគីរ៉ាកុំឲ្យដេកក្នុងវាំងព្រោះគេបានបង្ហាញមុខឲ្យbàនាងឃើញទៅហើយព្រឹកស្អែកពេលអាគីរ៉ាភ្ញាក់ពីដេកនៅលើដើមឈើហ្នឹងគេក៏បានដឹងថាសេរ៉ានហ្នឹងគឺត្រូវបានគេសម្លាប់ហើយមិត្តរបស់គេដែលត្រូវបណ្ដាសានោះក៏បានចោទថាអាគីរ៉ាជាអ្នកសម្លាប់សេរ៉ានព្រោះដាវជាប់ខ្លួននោះគឺជាដាវរបស់អាគីរ៉ាតែការពិតទៅដាវនោះក៏ត្រូវបានបាក់ការពីវាយជាមួយបិសាចគោនោះបាត់ទៅហើយចឹងស្ដេចហ្នឹងក៏បានដាក់ទោសគេអាគីរ៉ាក៏ប្រើវេទមន្តបំបាំងកាយដើម្បីគេចេញពីទីនោះតែមុនគេទៅហ្គីលហ្នឹងក៏ប្រាប់ថាសេរ៉ានហ្នឹងត្រូវបានសម្លាប់ដោយឃាតកររបស់ស្ដេចក្រុម Night Ravenហ្គីលហ្នឹងក៏ឲ្យអាគីរ៉ាទៅយកបង្វិចដែលសេរ៉ានបានរៀបទុកឲ្យហ្នឹងហើយក៏ចាក់ចេញពីនគរនៅពេលយប់នេះហ្នឹងក៏មកនិយាយពីបណ្ដាសាដែលបានដាក់លើសតេណូគឺបានសម្រេចហើយលើកលែងតែវីរៈបុរសសាតូប៉ុណ្ណោះដែលស្ដេចហ្នឹងចង់យកពួកគេទៅធ្វើសង្គ្រាមជាមួយប្រទេសនៅទិសខាងកើតចំណែកអាគីរ៉ាវិញក៏ធ្វើតាមពាក្យរបស់សេរ៉ាននៅពេលដែលមានអ្នកណាគេដេញចាប់គឺគេអាចលាក់ខ្លួននៅក្នុងដានចិនបានតែដោយសារក្នុងហ្នឹងទឹកគឺសំខាន់បំផុតបើសិនជាគេចង់នៅក្នុងហ្នឹងយូរហើយបើអាគីរ៉ាចង់ឡើង level class គឺត្រូវចូលទៅ labyrinth វាយជាមួយបិសាចខ្លាំងៗចំណែក skill បំបាំងកាយរបស់គេនឹងអាចនឹងមិនមានប្រសិទ្ធភាពជាមួយបិសាច level ធំនោះទេព្រោះការស្ដាប់និងការដឹងក្លិនរបស់វានឹងខ្លាំងជាងមុនក៏ប៉ុន្តែបើសិនជា skill ឃាតកររបស់អាគីរ៉ានឹងឡើង level ខ្ពស់នោះគេនឹងអាចបំបាំងកាយទាំងក្លិននិងកម្ដៅបានផងដែរអញ្ចឹងអាគីរ៉ាក៏បានវាយជាមួយបិសាចពីមួយជាន់ទៅមួយជាន់ហើយក៏បានមកដល់បន្ទប់របស់មេបិសាចដែលជាសត្វតោរតុយពោះ
វាយចុះវាយឡើងអាគីរ៉ានឹងក៏បានត្រូវមកកញ្ញាបិសាចនឹងទៅដោយត្រូវរបួសធ្ងន់ពេកអាគីរ៉ាក៏ប្រើវេទមន្តសមោចាក់ទៅបិសាចនោះនឹងកាត់វាជាច្រើនចំណិតហើយក៏បានយកឈ្នះតែអាគីរ៉ានឹងក៏បានសន្លប់ដោយរបួសធ្ងន់ពេកចឹងវេទមន្តសមោនោះក៏បានដំណើរការដោយខ្លួនឯងនឹងព្យាបាលរបួសរបស់គេនៅនគរវិញសាតូនឹងក៏បានប្រកាសចង់ទៅកម្ចាត់ស្ដេចបិសាចតែអ្នកដែលត្រូវបណ្ដាសានោះគឺគេមិនទៅនោះទេលើកលែងតែប្រមាណអ្នកដែលមិនត្រូវបណ្ដាសាប៉ុណ្ណោះដែលគេទៅហើយសាតូថាទៅកម្ចាត់បិសាចនេះគឺជាលេសដើម្បីគេចចេញពីនគរហើយក៏ដូចជាចេញពីការត្រួតត្រារបស់ស្ដេចនឹងដែរម្នាក់ស្រីដែលមានវេទមន្តដោះបណ្ដាសានឹងនាងបានឡើងល្វែធ្វើឲ្យនាងអាចដោះបណ្ដាសារបស់ព្រះនាងនឹងបានហើយចំណែកអប្រុសសក់វែងនេះវិញគឺគេបានកាប់គ្រីស្តាលបណ្ដាសានោះចោលដោយការបញ្ជាពីស្គីរបស់ Guild ពេលនោះបរិស័កវែង Shosuke Asahina នឹងគេចង់ជួយជាមួយនឹង Akira ដែលការនៅពីពលរបស់គេនឹង Asahina នឹងបានជួបនឹង Akira កំពុងធ្វើការនៅកន្លែងសំណង់ហើយ Akira នឹងក៏ពឹងឲ្យគេជួយលាក់និយាយគ្នាយូរទៅពីរនាក់គេដឹងថាប្អូនស្រីគេពីរនាក់នឹងគឺជាមិត្តនឹងគ្នាផងដែរចំណែក Akira វិញពេលភ្ញាក់មកវិញគេក៏បានចម្លែកដោយកម្រិតជាងរបស់គេនឹងឡើងមកចិត្តពេញហើយវេទមន្តសមោនឹងក៏ឡើងដល់ level 3 ផងដែរគេក៏បន្តដាក់ទៅមុខទៀតនឹងបានគូសលេខជាប់ជញ្ជាំងផងដែរពេលហ្នឹងក៏មាន slime មួយធ្លាក់ទៅលើមេឃហើយក៏ចេញស្រីសាសាច់សខ្ចីញញដែលជាពូជអម្បូរ elf អាគីរ៉ាក៏បានប្រើស្គីកែភ្នែកពិភពលោកហើយតែឃើញវារញ៉េរញ៉ៃពេកគេក៏បញ្ឈប់វិញស្រីស្អាតហ្នឹងក៏បានដឹងខ្លួនអាគីរ៉ាក៏បានឃើញថាកម្រិតឈាមនាងនៅសល់តែ 2% ប៉ុណ្ណោះហើយនាងក៏មានស្គីកែភ្នែកពិភពលោកផងដែរនាងក៏បានសួរពីមូលហេតុដែលអាគីរ៉ាមកទីនេះនៅបានសួរចំឈ្មោះតែម្ដងព្រោះនាងបានមើលតារាងឈ្មោះរបស់គេហើយនាងក៏សន្លប់ទៅវិញចឹងអាគីរ៉ានឹងក៏យកនាងមកក្បែរទឹកនិងបានដាំបបរចឹងទៅក្រោយនាងភ្ញាក់ក៏ញ៉ាំបបរជុំគ្នាទៅនាងក៏បានសួរពីលេខដែលអាគីរ៉ាគូលើជញ្ជាំងហ្នឹងដែលគេដៅវាដើម្បីកុំឲ្យវែងផ្លូវចឹងនាងក៏បន្តដេកទៀតអាគីរ៉ានឹងក៏បានដេកដូចគ្នាដោយទុក skill តាមដានគ្រោះថ្នាក់នឹងឲ្យដំណើរការក្រោយមកពីរអ្នកគេនឹងក៏បន្តវាយវេសាជាមួយគ្នារហូតមកដល់បន្ទប់មេនៅជាន់ហ្នឹងដែលវាជាសត្វនាគហើយ skill បំបង្កើតរបស់អាគីរ៉ានឹងវាគ្មានប្រសិទ្ធភាពទៅលើនាគហ្នឹងទេព្រោះវាសង្កេតតាមម៉ាណាពេលហ្នឹងអាគីរ៉ាក៏ប្រើ skill សមោតាក់មួយរួចក៏ទៅចាក់ភ្នែកនាគហ្នឹងងាប់បាត់ទៅពេលហ្នឹងនាគហ្នឹងក៏បានភ្លឺដោយអំពូលម៉ែតហើយក៏ចាប់ត្រឹមហ្នឹងចាំទស្សនានៅវីដេអូក្រោយបាយ